អ្នកស្រីដេតម៉ាលីណាសូមតែលោកដួងឆាយឈប់និយាយកុហកលាបពណ៌ឲ្យតែកូនស្រីមកអ្នកស្រីដេតម៉ាលីណាវិញចប់រឿងហើយនេះបើតាមការផុសនៅលើគណនី Facebook របស់អ្នកស្រីដេតម៉ាលីណាដោយមានខ្លឹមសារថាសូមលោកដួងឆាយមេត្តាឈប់និយាយកុហកលាបពណ៌ខ្ញុំទៀតឲ្យតែកូនស្រីមកឲ្យនៅផ្ទះខ្ញុំចប់រឿងហេថាមិនចង់ថាឲ្យតែប្រុសចារិកស្រីបកស្រាយ100លានហេតុផលចង់និយាយថាឲ្យកូនស្រីមកខ្ញុំនៅផ្ទះវិញគោរពតាមច្បាប់តុលាការចប់យល់ទេលោកដួងឆាយបីទ្របលុយលោកចង់បានលោកយល់រឿងផ្សេងគ្នាទុកឲ្យផ្លូវច្បាប់ដោះស្រាយយល់អត់កុំយកកូនជាខែធ្វើលេះលោកដួងឆាយតាំងពីខ្ញុំលែងដាច់ស្រេចជាមួយលោកឡៃនិយាយដដែលរឿងកូនរឿងលុយទ្របស្មើលោកចង់បានអី4ឆ្នាំជាងនេះលោកយកកូនខ្ញុំមកពាក់ព័ន្ធលុយទ្របញើសឈាមខ្ញុំខំរកលោកឯងយកលុយញើសឈាមខ្ញុំខំរកមិនតិចទេចង់បានអីទៀតចង់បំផ្លាញខ្ញុំមែនខ្ញុំជាម្ដាយកូនលោកគ្មានសិទ្ធិបំបែកកូនខ្ញុំដដែលច្រើនលេខព្រោះលោកចង់បានទ្របញើសឈាមខ្ញុំតិចតូចរបស់ខ្ញុំខំរកនឹងផ្ទះទុកឲ្យកូនសម្រាប់រស់នៅលោកពិតជាមនុស្សប្រុសនិយាយមិនពិតប្រឌិតគ្រប់រឿងខ្ញុំជាស្រីតែមិនថោកនិយាយកុហកគេដើម្បីសម្ដែងថាខ្លួនល្អទាំងដែលខ្លួនឯងខ្ញុំនិយាយមានផុសតាមច្បាស់រឿងលុយទ្របលោកឯងនិងអ្នកម្ដាយលោកឯងបានធ្វើអីខ្លះដើម្បីប្តឹងចង់បានទ្រព្យខ្ញុំមិនខ្លាចលោករឿងប្តឹងរឿងទ្រព្យទេអញ្ចឹងប្តឹងទៅលោកនិងម្ដាយលោកប្តឹងស្រាប់ហេតាទាំងអស់សំបីតែផ្ទះទុកឲ្យកូននិងកូនរស់នៅរាល់ថ្ងៃតែកុំយកកូនខ្ញុំមកដាក់សម្ពាធខ្ញុំចង់ឲ្យខ្ញុំជាម្ដាយយកទ្រព្យកូនឲ្យអ្នកលោកអោពុកដល់ល្អនិងមានអ្នកលេងបនដាញសង្គម Facebook ជាច្រើនបានចូលទៅខមមិនបញ្ចេញមតិតាមការយល់ឃើញរៀងខ្លួនបែបនេះថាអាណិតជាងគេកូនទី2បងគ្នាដឹងគ្រប់យ៉ាងប៉ះពាល់អារម្មណ៍គ្នារៀនណាស់ឪពុកម្ដាយបែកគ្នាហើយហេតុអ្វីចង់ឈ្នះចាញ់គ្នាតែរាប់អានគ្នាដល់បីកូនមិនក៏ធ្វើមិនបានហេតុអ្វីច្បាប់គ្មានប្រសិទ្ធភាពចឹងគាត់វាយដំប្រពន្ធនៅមុខកូនតាំងពីគ្នានៅតូចហើយមិនតុលាការអោកូនទៅនៅមួយឪពុកបែបនឹងទៀតខ្ញុំមិនយល់ទេកុំបារម្ភអូនមហាជនឃើញចាត់ស្ដែងសួរអូនអំពើល្អនឹងមិនសាបសូន្យទេជូនពរឲ្យកូនឆាប់បានមកនៅជុំក្បែរទ្រូងតែវិញ